រងថ្ងៃខ្ញុំខ្លាចសំណួរមួយបងប្អូនអរគ្នាសំណួរដែលភ្ញៀវសួរថាបងតើ iPhone 17 Pro Max ឥឡូវធ្លាក់ដល់ណាហើយអូយសំណួរនេះស្ដាប់ហើយគឺគួរឲ្យខ្លាចហេតុអីមិនគួរឲ្យខ្លាចដោយសារតែចូលឆ្នាំនេះអាមកវឹកចិត្តចូលឆ្នាំចិននេះគឺអីវ៉ាន់វាហក់ឡើងថ្លៃជាពិសេសគឺប្រភេទពួកពណ៌ប្រាក់នេះគឺវាហក់ឡើងថ្លៃមែនតើសម្រាប់បងប្អូនអរគ្នាដែលចង់ប្រើប្រភេទពួក iPhone 17 Pro Max ខ្ញុំចង់ប្រាប់ថាឥឡូវហ្នឹងតម្លៃវាថ្លៃជាងមុនល្បាក់ប្រហែលជា30ទៅ40រៀលអញ្ចឹងបើសិនបងប្អូនគិតថាវាអូខេវាថ្លៃជាងមុន30 40រៀលបងប្អូនអ្នកគ្នាទទួលបានអូខេសម្រាប់ចិត្តទិញទៅតែបើសិនជារំពឹងថាវាធ្លាក់ថ្លៃគឺវាអត់ធ្លាក់ថ្លៃទេវាដូចហាងឆេងមាសអញ្ចឹងខ្ញុំក៏អត់យល់ដែរអាចថាមកពីតម្រូវការទីផ្សារវាហក់ឡើងខ្ពស់អញ្ចឹងសម្រាប់បងប្អូនអ្នកគ្នាដែលត្រូវការ17 Pro Max អីអាចធ្វើការ pre-order ពីខ្ញុំបានមកក្រុមហ៊ុនដៃរបស់ខ្ញុំនេះអីអានេះគឺ 512G Set A បងប្អូនចង់បាន LL ក៏បាន Set A ក៏បានដាក់កំងតាមនឹងបានអញ្ចឹងណាអូខេអរគុណច្រើនបងប្អូនអ្នកគ្នា